នេះគឺជាប្រតិកម្មមួយទៀតនៅខាងសៀមរាបដែលខ្ញុំបានកែបច្ចេកទេសជូនគាត់គិតមកដល់ពេលនេះគឺរយៈពេលប្រហែលជា9ខែជាងហើយបងប្អូនបាទ9ខែជាងនេះឃើញថាកំណើនសត្វគឺល្អច្រើនយើងមើលសត្វចូលនៅពេលចូលផ្ទះម៉ោងដេកម៉ោងប្រហែល6-14នាទីនេះគឺសត្វសម្រុកចូលបដានៅក្នុងផ្ទះឃើញថាកំណើនសត្វល្អគួរសមហើយព្រោះផ្ទះនេះពេលដែលខ្ញុំកែបងប្អូនអាចត្រឡប់មើលវីដេអូបានគឺមានសត្វតិចតួចបំផុតហើយសម្រុកប្រហែលខ្ញុំភ្លេចទៅបាត់ហើយបងប្អូនបាទប៉ុន្តែមកដល់ថ្ងៃនេះគឺយើងបេះសម្រុកជូនម្ចាស់ផ្ទះបានម្ដងហើយឥឡូវក៏យើងរងចាំសម្រុកម្ចាស់ផ្ទះនៅតាមកំណើនសត្វដែលវាកើនតាមលំដាប់លំដោយដែលយើងអត់ចូលរំខានវាច្រើនទេយើងចូលមើលតែវាមានបញ្ហាដូច្នេះហើយផ្ទះជាកម្មនេះខ្ញុំគិតថាជាសញ្ញាល្អមួយទៀតហើយផ្ទះនេះជំរឿនៅពេលមួយឆ្នាំយើងនឹងចូលឆែកមើលរាប់សបុកហើយនឹងចំនួនសត្វថាវាកើនកម្រិតណាតែតាមមើលសញ្ញានៅពេលចូលសត្វចូលដេកនៅពេលយប់គឺឃើញថាផ្ទះជាកម្មនេះអាចគិតថាជាមានន័យថាសញ្ញាល្អមែនទែនហើយព្រោះបច្ចេកទេសយើងបានកែទាំងស្រុងហើយវាមានការខុសច្រើនមែនទែនមិនមែនតែផ្នែកបច្ចេកទេសទេគឺទាំងសំណង់ទៀតដូច្នេះហើយបងប្អូនការកែផ្ទះជាកម្មឬការធ្វើផ្ទះជាកម្មมันអាច compare គ្នាឬក៏ប្រៀបធៀបគ្នាអំពីតម្លៃបានទេបងប្អូនព្រោះផ្ទះខ្លះតម្រូវការកែច្រើនកែតាំងសំណង់កែតាំងបច្ចេកទេសផ្ទះខ្លះយើងកែតែបច្ចេកទេសទេដូច្នេះហើយវាអស់តម្លៃទៅតាមបច្ចេកទេសដែលយើងកែអញ្ចឹងណាបងប្អូនហើយមួយទៀតពាក់ព័ន្ធនឹងការធានាគឺការធានាមានអ្នកបច្ចេកទេសខ្លះគេអត់ធានាបកគលលុយជូនវិញទេនៅពេលតែកែមិនបានជោគជ័យបើតែសម្រាប់ខ្ញុំគឺបើសិនជាខ្ញុំកែមិនបានជោគជ័យទៅតាមចំនួនកំណត់ទៅតាមកុងត្រាដែលខ្ញុំបានធ្វើជាមួយម្ចាស់ផ្ទះទេគឺមានកុងត្រាបកគលលុយជូនវិញទាំងអស់នៅថ្លៃបច្ចេកទេសដូច្នេះហើយការប្រៀបធៀបតម្លៃពាក់ព័ន្ធនឹងការចាប់បច្ចេកទេសពាក់ព័ន្ធនឹងការកែគឺវាអាចប្រែប្រួលទៅតាមផ្ទះនោះតើវាខុសកម្រិតណាអាចខុសពាក់ព័ន្ធនឹងបច្ចេកទេសឬក៏ខុសទាំងសំណង់ខុសទាំងអីចឹងណាអញ្ចឹងมันអាចយកតម្លៃមកប្រៀបធៀបបានថាផ្ទះនេះកែអស់តែប៉ុណ្នេះផ្ទះនោះកែអស់តែប៉ុណ្នោះឬក៏ខាងនេះថោកជាងខាងនោះថ្លៃជាងយើងមិនអាច compare គ្នាបានទេបងប្អូនបាទដោយសារដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងគឺការកែធ្វើផ្ទះជាកម្មគឺវាអាស្រ័យទៅលើសំណង់ខុសច្រើនបែបណាយើងត្រូវកែសំណង់ឬអត់ហើយបច្ចេកទេសហ្នឹងខុសបែបណាយើងត្រូវរើឡើងវិញទាំងអស់ឬក៏រៀបចំបែបម៉េចដូច្នេះហើយវាអាចប្រែប្រួលទៅតាមស្ថានភាពផ្ទះជាក់ស្ដែងឬក៏បញ្ហាផ្ទះជាក់ស្ដែងបាទហើយចំពោះតម្លៃគឺវាអាចខុសគ្នាទៅតាមបច្ចេកទេសនីមួយៗសំខាន់អ្នកបច្ចេកទេសនោះមានទំនួលខុសត្រូវលើបងប្អូនអាចកែសម្រួលផ្ទះបងប្អូនឲ្យជោគជ័យឬក៏ធ្វើផ្ទះបងប្អូនឲ្យជោគជ័យដែរឬអត់នេះគឺជាចំណុចសំខាន់ហើយពាក់ព័ន្ធនឹងការធានាតើពួកគាត់ធានាច្បាស់លាស់ឬអត់ឬក៏ធានាតែមាត់តែអត់មានការធានាច្បាស់លាស់នៅក្នុងកុងត្រាបកគលជូនលុយវិញនៅពេលបរាជ័យឬក៏មិនមានសัตว์ឬក៏អីចឹងទៅដូច្នេះហើយវាអាចខុសគ្នាទៅតាមអ្នកបច្ចេកទេសផ្សេងគ្នាអញ្ចឹងសម្រាប់បងប្អូនស្ដាប់វីដេអូនេះសូមបងប្អូនគិតឡើងវិញពាក់ព័ន្ធនឹងតម្លៃឬក៏ការកែផ្ទះឬក៏ការធ្វើផ្ទះជាកម្មផ្សេងព្រោះការធ្វើផ្ទះយើងវាអាចខុសគ្នាទៅតាមប្រភេទសំណង់ខ្លះគាត់រៀបតែឥត10សំណង់ខ្លះរៀបឥត20ប៉ុន្តែអត់មានដាក់ស្នោសំណង់ខ្លះបូកសំណង់ខ្លះមិនបូកសំណង់ខ្លះរឹងមាំសំណង់ខ្លះធ្វើមានន័យថាធ្វើកម្ពស់ទាបកម្ពស់ខ្ពស់វាអាចប្រែប្រួលទៅតាមប្រភេទសំណង់ហើយមួយទៀតចង់ឲ្យបងប្អូនគិតឡើងវិញគិតឡាថាជាមួយបច្ចេកទេសក៏ដូចគ្នាដែរបច្ចេកទេសខ្លះចាប់សម្ភារៈជូនបងប្អូនដូចជាឈើដូចជាអីជាដើមសម្ភារៈផ្សេងគឺចាប់របស់វៀតណាមឬក៏របស់ដែលតម្លៃវាធូរអញ្ចឹងក៏គេអាចយកធូរតាមនឹងរបស់ខ្លះក៏គេចាប់តាមមធ្យមក៏គេយកមធ្យមតាមនឹងដូច្នេះហើយវាអាចប្រែប្រួលហើយនោះខុសគ្នាទៅតាមអ្នកបច្ចេកទេសទៅតាមតម្លៃនៃសម្ភារៈនិងការសាងសង់ផ្ទះជាកម្មឬក៏កែផ្សេងដូច្នេះហើយសូមបងប្អូនសួរនាំមកច្បាស់លាស់មិនថាខ្ញុំឬមិនថាគេទេមិនថាអ្នកបច្ចេកទេសផ្សេងបងប្អូនខ្ញុំសូមឲ្យបងប្អូនជួយកុំប្រៀបធៀបតម្លៃយើងអាចប្រៀបធៀបទៅលើ
សមិទ្ធផលដែលពួកគាត់ធ្វើឲ្យឬក៏សម្ភារៈឬក៏សំណង់ផ្ទះជាកម្មដែលគាត់ធ្វើឲ្យព្រោះមានអ្នកបច្ចេកទេសល្អនិងមានអ្នកបច្ចេកទេសខ្លះមិនល្អអាចភូតបងប្អូនឬក៏កឹបកេងស៊ីលើស៊ីក្រោមបងប្អូនអញ្ចឹងទៅដូច្នេះសូមបងប្អូនពិចារណាមិនថាខ្ញុំក៏មិនថាខ្ញុំល្អដែរហើយខ្ញុំអត់បាននិយាយវាយប្រហារអ្នកណាដែរគ្រាន់ថាចង់ជាចំណុចមួយចង់ឲ្យបងប្អូនពិចារណាពីបញ្ហាតម្លៃនេះចង់ឲ្យបងប្អូនថាព្រោះដូចខ្ញុំនិយាយតែអញ្ចឹងគឺវាអាចខុសគ្នាការធ្វើផ្ទះហើយនិងការបំពាក់សម្ភារៈឬក៏ការកែហ្នឹងគឺវាអាចខុសគ្នាបាទហ្នឹងហើយដូច្នេះវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនសម្រាប់ការតាមដាននិងទុកចិត្តរបស់បងប្អូនដែលជឿជាក់លើក្នុងក្រុមជាងខ្ញុំពីមុនមកហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេនៅជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន